ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាក្រសួងទេសចរសហការជាមួយរដ្ឋបាលខេត្តកោះកុងក្រសួងស្ថាប័នពាក់ព័ន្ធនិងវិស័យឯកជនបានរៀបចំព្រឹត្តិការណ៍បុណ្យសាទរដែននិរតីក្រោមប្រធានបទទេសចរនៃបេះដូងកោះកុងសាភ្ជាប់វប្បធម៌និងទេសចរធម្មជាតិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី24ដល់ថ្ងៃទី30ខែមិថុនានៅខេត្តកោះកុងពិធីបើកសម្ពោធជាផ្លូវការក្រោមធិបតីដ៏ខ្ពង់ខ្ពស់លោកជំទាវមិថុនាភូថងនៅថ្ងៃទី26ខែមិថុនាឆ្នាំ2025នៅក្នុងព្រឹត្តិការណ៍ជាដ៏អធិកអធមនិងសោមនស្សរីករាយនេះនឹងមានព្រឹត្តិការណ៍សំខាន់សម្រាប់ទស្សនាកម្សាន្តដូចជាការផ្សាយផ្ទាល់នៃការសម្ដែងទាំងទស្សនីយភាពសិល្បៈការប្រគំតន្ត្រីដែលចូលរួមពីក្រុមសិល្បករសិល្បករនីតារាចម្រៀងជាតិល្បីៗសកម្មភាពប្រកួតប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់ថ្នាក់ខេត្តការប្រឡងចម្រៀងតារាចម្រៀងសំនៀងឯករដ្ឋបាលខេត្តកោះកុងការអុំទូកកានុកាយៈបោះជំរំការតាំងពិព័រណ៍សមិទ្ធផលក្រសួងស្ថាប័នសមិទ្ធផលក្នុងវិស័យទេសចរពិព័រណ៍ពាណិជ្ជកម្មផលិតផលកសិទេសចរសេវាកម្មទេសចរដែលមានផលិតផលជាង 10000 មុខនិងមហោស្រពភេសជ្ជៈព្រមទាំងគម្រោងអភិវឌ្ឍទេសចរដែនឆ្នេរដ៏ស្រស់ស្អាតនៃទិសនិរតីជាពិសេសគម្រោងអភិវឌ្ឍរបស់ខេត្តកោះកុងកម្មវិធីផ្សេងទៀតព្រឹត្តិការណ៍បង្ហោះគោមពេលរាត្រីនិងបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសាទរដែននិរតីលើកទី1ឆ្នាំ2025ផងដែរអាស្រ័យហេតុនេះក្រសួងទេសចរនិងរដ្ឋបាលខេត្តសូមអញ្ជើញភ្ញៀវជាតិអន្តរជាតិសាធារណជនចូលរួមទស្សនានិងកម្សាន្តដោយមេត្រី